យ៉ាងមិនទៀតហើយនេះគ្នាឬក៏មិនចង់បានបាយស៊ីទេមែនទេនាងឯងនេះផ្កើនណាស់ថែមទាំងស្ដីថាឲ្យកូនយើងទៀតមែនទេបានកូនយកចំណងមកម៉ែចងវាឲ្យវាយរៀងម្ដងមើលកុំអីមិញខ្ញុំព្រមតែបោះខោអាវហើយណាមិញគ្រានោះអាហារពីពេញតែម្ដងតែលើកនេះស្រីនីតមិនដឹងទេថាលោកស្រីចិត្តរិស្យានិងកូនបានដឹងរឿងអស់គ្មានសល់អាយ៉ាតាមពិតអញ្ចឹងតើម៉ែតើយើងធ្វើដូចវាបានទេម៉ែមើលចោះអាហារច្រើនណាស់មែនហើយមើលចោះខ្ញុំចង់តែរត់ទៅដណ្ដើមវាស៊ីទេរឿងលោកស្រីចិត្តដេរិឆានមានដំណាំមួយនិយាយតគ្នាថាមានសេដ្ឋីម្នាក់ឈ្មោះថាលោកសេដ្ឋីអ៊ូជាមនុស្សមានទ្រព្យលើសគេប្រចាំភូមិនៅផ្ទះសេដ្ឋីអ៊ូម៉ែវាពួកយើងមានទ្រព្យច្រើនយ៉ាងនេះក៏ដោយសារតែពួកយើងខំប្រឹងរកស៊ីតែមួយថ្ងៃការងាររវល់យ៉ាងនេះចំណែកកូននាតយើងនៅតូចខ្ញុំបារម្ភដល់ហើយថាបានអ្នកណាជួយមើលថែគេទៅពុកវីកុំបារម្ភពេកកូននាតគេឆ្លាតហើយពូកែណាស់បើពួកយើងមិននៅក៏គេចេះមើលថែខ្លួនឯងដែរណាពុកវីម៉ែណៃលោកអ៊ំអ្នកនាងតូចពូកែណាស់ថែមទាំងឆ្លាតទៀតផងលោកអ៊ំកុំបារម្ភអីខ្ញុំគិតអញ្ចឹងដែរម្យ៉ាងទៀតគ្រប់គ្នានៅក្នុងផ្ទះសុទ្ធតែជួយមើលថែអ្នកនាងគ្រប់គ្នាលោកទាំងពីរកុំបារម្ភអីបានយើងអរគុណពួកឯងហើយណានាងភានៃតក់ដែលតែងតែស្មោះត្រង់បម្រើដល់យើងបានមិនអីទេលោកអ៊ំក្នុងគ្រានោះដែរស្រាប់តែមានប្តីប្រពន្ធនិងកូនស្រី2នាក់បានមកដល់ផ្ទះលោកសេដ្ឋីលបងខ្ញុំគឺច័ន្ទរតណាចាំខ្ញុំបានទេណែគឺប្អូនជាដូនមួយមែនទេចាំបានតើបែកគ្នាយូរឆ្នាំហើយខ្ញុំសឹងតែចាំមិនបានទៅហើយនេះមែនហើយពីមុនខ្ញុំមានទ្រព្យច្រើនតែឥឡូវខ្ញុំធ្លាក់ខ្លួនណាស់លបងអើយសូមបងកុំប្រកាន់ដែលពួកខ្ញុំធ្លាប់ធ្វើមិនល្អដាក់បងអីបានទេខ្ញុំមិនប្រកាន់ទេជីវិតវាតែងតែមានឡើងមានចុះអញ្ចឹងឯងហើយនេះជាប្រពន្ធនឹងកូនរបស់ឯងមែនទេចាលោកបងពួកខ្ញុំមកនេះសូមលោកបងស្នាក់អាស្រ័យផងបានទេពីព្រោះពួកយើងគ្មានកន្លែងនៅនោះទេឲ្យពួកយើងធ្វើការអីក៏បានដែរគួរឲ្យអាណិតណាស់មិនអីទេស្នាក់នៅទីនេះចុះចាអរគុណអ្នកបងហើយលោកច័ន្ទរតនិងលោកស្រីច័ន្ទណាបានធ្លាក់ខ្លួនក្រជាខ្លាំងហើយពួកគេមកនេះក៏គ្មានបំណងល្អឡើយមើលចុះពួកគេកំពុងតែពិភាក្សាគ្នាកាត់កម្រងអាក្រក់ថាម៉ែវាពេលនេះយើងបានមកដល់ផ្ទះពួកវាហើយយើងត្រូវទៅរៀបកម្រងលេបយកមាសប្រាក់ពួកវាឲ្យអស់មែនហើយលោកប្តីពួកវានេះជាមនុស្សអាក្រក់មិនសមណាមានបានលើសយើងទេតាមពិតក្នុងអតីតកាលសេដ្ឋីអ៊ូកមិនធ្លាប់កេងប្រវ័ញ្ចលើគ្រួសារលោកច័ន្ទរតនោះទេតែពួកគេចង់គំនុំយ៉ាងខ្លាំងព្រោះពួកគេជាមនុស្សលោភលន់និងមិនចង់ធ្វើការលំបាកនោះឡើយលោកប្តីចាំមើលចោះពួកគេនឹងវិនិច្ឆ័យក្នុងពេលឆាប់មិនខានទេប៉ັດជាអន្តរសាមែនដោយសារឃើញសេដ្ឋីស្លូតបូតពួកគេក៏បានរកវិធីកម្ចាត់សេដ្ឋីទាំងពីរចោលតែម្ដងព្រោះសង្ឃឹមថានឹងក្លាយជាម្ចាស់នៅទីនេះម៉ែវាស្អែកនេះគម្រោងការរបស់យើងនឹងបានជោគជ័យជាមិនខានទេលោកព្រឹកស្អែកមកដល់នីច័ន្ទរតនិងប្រពន្ធក៏នាំសេដ្ឋីទាំងពីរទៅចំការឪឡឹកដោយកុហកថាទីនោះមានចៅមកលួចជារៀងរាល់ថ្ងៃនៅតាមផ្លូវលបងចៅនោះវាតែងតែមកបំផ្លាញចំការឪឡឹកលបងរាល់ថ្ងៃខ្ញុំពិតជាខឹងជំនួសលបងណាស់មែនហើយលោកបងទាំងពីរឃើញទេលោកបងមិនមាត់ណាចៅវិបានដៃបែបនេះហើយតាមពិតទៅចំការនោះយើងក៏ទុកចោលយូរដែរហើយយើងមិនដែលទៅមើលទេមិនអីទេឲ្យពួកគេហូបចុះណាមែនហើយកុំគិតច្រើនពេកអីណាប្អូនទាំងពីរលបងបានជាមកដល់ហើយទៅមើលសិនទៅអីលបងលុះដើរដល់កន្លែងស្ងាត់ក្បែរទឹកហូរនីច័ន្ទរតក៏បានសម្លាប់សេដ្ឋីអ៊ូកនិងសេដ្ឋីនីភួងចោលតែម្ដងទៅងាប់ទៅអូយឈឺណាស់ពួកឯង
ពួកឯងចំជាចិត្តជាដេរិឆានមែនមិនបានជាឯងធ្វើបែបនេះ មិនក៏ពួកឯងធ្វើបែបនោះអូអូឈឺណាស់លោកប្តីអូនឈឺណាស់សូមបងស្រីទៅស្លាប់ចោះទៅឲ្យបានសុខណាចំណែកមាសប្រាក់នឹងកូននាតខ្ញុំនឹងជួយមើលថែជំនួសអ្នកបងចោះសេដ្ឋីនីភួងបានស្លាប់ក្នុងគ្រានោះចំណែកឯលោកសេដ្ឋីអ៊ូកមិនទាន់ស្លាប់នោះទេគាត់ក៏បានខំត្រដរនៅដង្ហើមចុងក្រោយដើម្បីសម្លាប់នីច័ន្ទរត់វិញមនុស្សចិត្តដេរិឆានឯងងាប់ទៅអូយអូយឯងអូយលោកប្តីបងចាំមិនហើយមុននឹងយើងស្លាប់ឯងក៏ត្រូវទៅស្លាប់ដូចគ្នាក្នុងគ្រាដ៏រន្ធត់នោះមិនថាតែសេដ្ឋីទាំងពីរទេនាយច័ន្ទរតបរោះខូខៅក៏បានស្លាប់ខ្លួនឯងផងដែរលោកប្តីអើយលោកប្តីមិនអីទេអូននឹងមើលថែមាសប្រាក់ទាំងអស់ព្រមទាំងចិញ្ចឹមកូនយើងនឹងមិនឲ្យលំបាកអ្វីទៀតឡើយណាបងទៅឲ្យបានសុខចោះចាប់តាំងពីពេលនោះមកនាងច័ន្ទណាក៏បានក្លាយជាលោកស្រីជំនួសសេដ្ឋីទាំងពីរព្រមទាំងបណ្ដេញអ្នកបម្រើចាស់ចោលទាំងអស់ដោយរើសយកនៅអ្នកបម្រើថ្មីមកជំនួសវិញម្ដងនៅផ្ទះសេដ្ឋីអ៊ូមិនអីទេទោះពេលយើងគ្មានលោកប្តីតែយើងមានកូនស្រីទាំងពីរដែលអ្នកណាមិនគោរពយើងអ្នកនោះត្រូវតែចេញពីទីនេះទាំងអស់រំពេចនោះស្រីនាថតូចកូនលោកសេដ្ឋីបានដើរមករកលោកស្រីច័ន្ទណារួចបាននិយាយថាមិញតើលោកពុកនឹងអ្នកម៉ែរបស់ខ្ញុំទៅណាមិនក៏មិនឃើញមកវិញអញ្ចឹងបាត់ដំណឹងលោកទាំងពីរយូរថ្ងៃហើយយ៉ាងម៉េចនឹកពួកវាអើយយើងប្រាប់នាងចោះពួកវានោះណាងាប់អស់ហើយចាប់ពីពេលនេះទៅយើងជាអ្នកគ្រប់គ្រងជំនួសចំណែកនាងឯងឃ្នាតចាប់ពីពេលនេះឈប់ដេកស៊ីឈប់ធ្វើខ្លួនដូចជាអ្នកនាងតូចទៀតទៅអ្នកមិញនិយាយស្ដីអត់ពីរោះសោះពុកម៉ែប្រាប់ថាធ្វើជាមនុស្សត្រូវតែនិយាយឲ្យពីរោះតែហៅថាជាមនុស្សល្អលឺបែបនោះហើយលោកស្រីច័ន្ទណាផ្ទុះកំហឹងជាខ្លាំងឆែកឈួលរមួលពោះដោយមិនចាំយូរលោកស្រីចិត្តអាក្រក់ក៏បានទាញមួលស្លឹកត្រចៀកនាងនាថរួចហើយនិយាយថាណែនាងច្មក់កុំធ្វើខ្លួនឯងដូចអ្នកនាងតូចអីណាមិញខ្ញុំឈឺណាស់អើយឈឺណាស់យ៉ាងម៉េចរៀងឬនៅយើងប្រាប់នាងណាឆាប់ទៅដាំបាយឲ្យយើងស៊ីភ្លាមទៅក្បាលមិនតាន់ជ្រុះបល័យផងកុំមកចង់បដៅយើងយ៉ាងម៉េចរៀងឬនៅចាំមិញខ្ញុំរៀងហើយឈឺណាស់មិញកុំលួចខ្ជិលឲ្យសោះណាបើមិនចង់អត់បាយស៊ីទេណានាងឃ្នាតនាងក្មេងរំអួយចាំមិញខ្ញុំមិនហ៊ានលើកខ្ជិលទេណាមិញមួលស្លឹកត្រចៀកពោលពាក្យគំរាមហើយលោកស្រីច័ន្ទណាក៏បានដើរចូលទៅក្នុងបន្ទប់ដេកធ្វើប្រងើយម៉ែពុកតើលោកទាំងពីរនៅទីណាទៅកូននឹកលោកទាំងពីរណាសូមមកយកកូនផងចាប់តាំងពីពេលនោះមកស្រីនាថដែលធ្លាប់តែរស់នៅដូចជាប្រនាងបែរជារស់នៅយ៉ាងលំបាកវេទនាជាមួយការងារច្រើនមុខនិងទទួលនៅសម្ដីក្រោធក្រៀតជាប្រទេសរាល់ថ្ងៃណែនាងនាថឯងជួយបោកសម្លៀកបំពាក់ឲ្យយើងផងមើលចោះយើងលេងលោតអន្ទាក់ប្រឡាក់ដីអស់ហើយមែនហើយយើងក៏អញ្ចឹងដែរមើលណែប្រឡាក់អស់អ្នកទាំងពីរមានដៃមានជើងដែរហេតុអីមិនព្រមបោកខ្លួនឯងទៅថ្ងៃនេះខ្ញុំចប់ធ្វើម្ហូបហើយណាយើនាងនេះនាងឯងហ៊ានសើចចំអកលក់លើដាក់យើងផងហ៎ខ្ញុំអត់បានចំអកទេខ្ញុំនិយាយពាក្យប៉ិនតាមនុស្សយើងត្រូវចេះជួយគ្នាមិនចឹងហ៎យើបដៅផងហ៎បដៅស្អីខ្លួនឯងនោះជួយខ្លួនឯងឲ្យបានសិនទៅនាងកូនសេដ្ឋីធ្លាក់ខ្លួនអញ្ចឹងតើបានជាម៉ែឪវាងាប់ចោលកុំនិយាយបែបនេះមិនសមទេអ្នកទាំងពីរនិយាយស្ដីអាក្រក់ណាស់យើនាងនេះម៉ែមើលមីគ្នានេះវាថាឲ្យកូនណាម៉ែមើលចោះកូនពិតជាកាត់តាមម្ដាយមែនសំបីសម្ដីក៏មិនពីរោះនោះដែរក្មេងកាត់មកមិនល្អឬមួយក៏ម្ដាយមិនអប់រំគ្រានោះលោកស្រីច័ន្ទណាក៏បានចេញមកយ៉ាងលឿន
កូនរបស់ម៉ែតើមានរឿងអីបានជាស្រែកយំបែបនេះម៉ែសុំម៉ែជួយកូនផងមើលចោះនាងនេះវាថាឲ្យកូនហើយវាមិនជួយបោកខោអាវខ្ញុំទេណាម៉ែមែនហើយម៉ែនាងនេះវាផ្កើនណាស់វាទៅណាម៉ែយ៉ាងម៉េចទៀតហើយនេះគ្នាឬក៏មិនចង់បានបាយស៊ីទេមែនទេនាងឯងនេះផ្កើនណាស់ថែមទាំងស្ដីថាឲ្យកូនយើងទៀតមែនទេបានកូនយកចំណងមកម៉ែចងវាឲ្យវាយរៀងម្ដងមើលកុំអីមិញខ្ញុំព្រមតែបោកខោអាវឲ្យណាមិញរំពេចនោះស្រីមាននិងស្រីមុំបានយកចំណងព្រមទាំងផ្ដៅមកជាមួយផងដែរនេះម៉ែដាក់វាទៅម៉ែដាក់ទៅលោកស្រីចិត្តកំណាចបានយកខ្សែចងដៃស្រីនៀតរួចយករំពាត់វីយកតែម្ដងនាងគ្នានាងឯងរឹងនាងឯងកិច្ចការងារនាងលួចខ្ជិលមែនទេងាប់ទៅអញវីនាងឯងឲ្យរៀងចោលម្ដងកុំឲ្យលើកក្រោយណានាងឯងហ៊ានផ្កើនអញទៀតមិញឈប់ទៅណាមិញខ្ញុំរៀងហើយខ្ញុំខ្លាចហើយមិញខ្ញុំខ្លាចហើយដាក់ទៅម៉ែនាងនេះវាខ្ជិលណាស់សំមកហើយនាងឯងថ្ងៃក្រោយកុំចង់ឌឺជើងឲ្យសោះទាំង3នាក់ម្ដាយកូនចិត្តខុសខើណាស់នាំគ្នាវាធ្វើបាបស្រីនៀតយ៉ាងទ្រុឌទ្រោមខ្លួនធ្វើឲ្យនាងតូចឈឺចាប់ជាខ្លាំងបានហើយកូនម៉ែណែប៉ុណ្ណឹងបានហើយតិចវាងាប់ទៅបានអ្នកណាជួយបោកខោអាវដាំស្លោឲ្យយើងទៀតណាកូនចាម៉ែចាបានហើយថ្ងៃត្រង់នេះហាមច្រាស់បាយឲ្យសោះទៅផឹកទឹកអូក្រោយផ្ទះទៅបានហើយនាងច្មក់ចាំមិញពួកគេបានបង្អត់អាហារស្រីនៀតមិនឲ្យហូបបាយពេញមួយថ្ងៃដោយមានការឈឺចាប់ទាំងកាយទាំងចិត្តព្រមទាំងឃ្លានពេកនាងក៏បានដើរសម្ដៅទៅមាត់អូទាំងដៃជាប់ចំណងនៅចិត្តមាត់អូតាធ្វើមិនទៅអាចស្រ័យចំណងបាននោះខ្ញុំស្រេកទឹកណាស់ហើយថែមទាំងឃ្លានទៀតផងស្រីនៀតខំព្យាយាមយកដៃត្រដោះនិងមែកឈើរហូតតតែចំណងនោះដាច់ចេញតែថាដៃរបស់នាងវិញក៏បានដាច់រលត់ឈាមផងដែរឈឺណាស់តែយ៉ាងណាក៏ខ្ញុំអាចផឹកទឹកបានដែរគ្រាន់នឹងមានកម្លាំងដោយសារឃ្លានផងក្មេងតូចបានព្យាយាមចាប់ត្រីក្នុងអូដើម្បីធ្វើជាអាហារលោកព្យាយាមមួយសន្ទុះធំនាងក៏បានចាប់បានត្រីរ៉ស់ដ៏ធំមួយប្រស័នណាស់តែបំផុតខ្ញុំមិនដាច់ពោះស្លាប់ទេក្មេងតូចបានយកត្រីបំរុងនឹងចំអិនស្រាប់តែមានរឿងចម្លែកមួយបានកើតឡើងនាងតូចនាងកុំសម្លាប់ខ្ញុំអីបានទេខ្ញុំសុំវល់ព្រះអើយឯងជាត្រីកំពុងតែសុំវល់ខ្ញុំមែនទេពិតជាអស្ចារ្យណាស់ដែលឃើញថាឯងនិយាយបានបែបនេះមែនហើយសូមនាងដោះលែងខ្ញុំទៅខ្ញុំសន្យាថានឹងជួយផ្ដល់បាយសម្លដល់នាងរាល់ថ្ងៃមែនទេខ្ញុំមកជាមិនដាច់ពោះទៀតទេមែនណាពេលដែលនាងឃ្លាននាងមកទីនេះហើយស្រែកហៅថាត្រីរ៉ស់ក្នុងដៃទន្លេសាបខ្ញុំឃ្លានណាស់សូមផ្ដល់អាហារឲ្យខ្ញុំផងខ្ញុំនឹងចេញមកផ្ដល់អាហារដល់នាងអស្ចារ្យណាស់តើមានអ្វីដែលខ្ញុំគួរតែចងចាំបន្ថែមដែរទេសូមប្រាប់មកចុះមានពេលខ្ញុំបង្ហាញខ្លួនចេញមកនាងត្រូវនិយាយថាត្រីរស់ស័ក្តិសិទ្ធិមើលថែដៃទន្លេសាបសូមផ្ដល់អាហារមកខ្ញុំពេលនោះនាងនឹងបានដូចបំណងហើយខ្ញុំចង់ចាំហើយអរគុណហើយណែចលអញទៅវិញចុះលាហើយលាសិនហើយណាក្មេងតូចអូតែមុននឹងខ្ញុំទៅចូលនាងហូបអាហារទាំងនោះចុះត្រីរ៉ស់បានជប់អាហារមួយចំនួនដល់ស្រីនៀតរួចហើយក៏បានត្រឡប់ទៅវិញផងដែរប្រស័នណាស់មានអាហារហូបហើយអស់ពេលជាច្រើនលើកច្រើនសារស្រីនៀតតែងតែមករកត្រីរ៉ស់គ្រប់ពេលតែក្រោយមកដោយសារនាងធំពេញវ័យផងរវល់បំរើលោកសេដ្ឋីចិត្តកំណាចផងនាងក៏ខានបានមកទៀតណែនាងគ្នាតអើយនាងគ្នាតចាំមិញខ្ញុំនៅទីនេះដេកមិនងើបសោះមើលឯណារំពាត់វានាងនេះម្ដង
កំពុងតែបំរុងនឹងវាស្រីនេះកូនក្រមុំទាំងពីរក៏បានមកដល់ម៉ែខ្ញុំនឹងបោះស្រីទៅផ្សារហើយណាទៅទិញទឹកអប់ប្រេងម្សៅដើម្បីលើកភាពស្រស់ស្អាតណាម៉ែចាម៉ែខ្ញុំវិញចង់ទិញសម្ពុតអាវប្រេសូតសឹងល្អលើថាឈ្មោះកណាត់ល្បីឈ្មោះទៅយកមកលក់ថ្មីផងណាម៉ែមែនក៏អីកូនបើអញ្ចឹងម៉ែទៅដែរណែនាងកាចេះកុំភ្លេចដាំស្លផងណាមកវិញនឹងអាលយើងបានឆៃណែឆាប់ទៅដាំបាយទៅចាំមិញនិយាយអំពីលោកស្រីច័ន្ទណានិងកូនស្រីទាំងពីរវិញពេលមួយថ្ងៃទៅមួយថ្ងៃគ្មានខិតខំរកស៊ីបន្ថែមឡើយគិតតែពីចៃខ្ជះខ្ជាយផាត់មុខតែម្សៅសម្ពុតអាវប្រេហើយរហូតទីបំផុតក៏ធ្លាក់ខ្លួនក្រីក្រម្ដងទៀតម៉ែយើងអស់អីហូបហើយមែនទេខ្ញុំឃ្លានណាស់មែនហើយម៉ែខ្ញុំហៅណាស់ឬមកក៏ក្នុងជង្រុកអង្គហើយមែនហើយណែកូនម៉ែឈប់រអ៊ូទៅបានទេធុញណាស់ស្រូវក៏អស់ប្រាក់ក៏គ្មានឲ្យធ្វើមិនទៅស្ងាត់ប្រពោមាត់ខ្លះទៅរួចចាស់នាងនាតមិនឲ្យវាទៅបំរើលោកសេដ្ឋីឬធ្វើអ្នកបំរើអ្នកណាក៏បានដើម្បីយកប្រាក់ទិញបាយហូបទៅណាម៉ែមែនហើយគំនិតល្អណាស់តែម៉ែដូចជាឆ្ងល់ណាស់មិនដឹងថាវានោះធ្វើអីទេបានជាមិនឃើញនៅផ្ទះសោះអញ្ចឹងសង្ស័យតែជួបប្រុសឈ្មោលតែដឹងម៉ែមុននេះកូនឃើញវានៅមាត់ទឹកឯណោះមែនក៏អីណែពួកយើងគួរតែតាមមើលទៅក្រែងមានអ្វីប្លែកចាម៉ែនិយាយអំពីស្រីនាតវិញដោយសារមានអារម្មណ៍ថាឃ្លានហេវហត់នាងក៏បានសម្រេចចិត្តមកជួបនឹងត្រីរ៉ស់ម្ដងទៀតនៅមាត់ត្រីរ៉ស់ក្នុងដៃទន្លេសាបខ្ញុំឃ្លានណាស់សូមផ្ដល់អាហារឲ្យខ្ញុំផងបានទេលើបែបនោះហើយត្រីរ៉ស់ក៏បានបង្ហាញខ្លួនចេញមកពិតមែនខ្ញុំនៅទីនេះគឺជានាងមែនទេក្មេងតូចកំសត់កាលពីថ្ងៃមុននោះអូឥឡូវនាងធំច្រើនណាស់ហើយខ្ញុំមើលសឹងតែមិនស្គាល់ទេចាគឺខ្ញុំនេះហើយតែឯងសុខសប្បាយទេខ្ញុំសុខសប្បាយជាទេនាងចង់ហូបអីដែរថ្ងៃនេះតែថានាងនៅចាំបាលីដែលខ្ញុំធ្លាប់ប្រាប់នោះទេចាចាំបានត្រីរ៉ស់ស័ក្តិសិទ្ធិថែរក្សាដៃទន្លេសាបខ្ញុំឃ្លានណាស់សូមផ្ដល់អាហារឲ្យខ្ញុំហូបផងបានទេពិតជាបានដូចអ្វីដែលស្រីនាតសុំពិតមែនគ្រានោះអាហារពីពេញតែម្ដងតែលើកនេះស្រីនាតមិនដឹងទេថាលោកស្រីចិត្តរិស្យានិងកូនបានដឹងរឿងអស់គ្មានសល់អាយ៉ាតាមពិតអញ្ចឹងតើម៉ែតើយើងធ្វើដូចវាបានទេម៉ែមើលចោះអាហារច្រើនណាស់មែនហើយមើលចោះខ្ញុំចង់តែរត់ទៅដណ្ដើមវាស៊ីទេកុំតន់អីកូនចាំវាទៅបាត់សិនទៅសឹមយើងចូលទៅសុំអាហារពីត្រីរ៉ស់នោះម្ដងចោះក្នុងកលៈទេសៈនោះស្រីនាតក៏បរិភោគអស់ជាច្រើនរួចក៏បានវិលមកផ្ទះវិញដោយឃើញថាស្រីនាតទៅបាត់មិនចាំយូរលោកស្រីច័ន្ទណានិងកូនក៏បានទៅដល់មាត់ទឹកដូចគ្នាវាទៅបាត់ហើយម៉ែឆាប់ឡើងសុំអាហារមកម៉ែខ្ញុំឃ្លានណាស់ចាម៉ែក៏ឃ្លានដែរលោកស្រីច័ន្ទណាបានសុទ្ធបាលីដែលបានចាំមាត់ពីស្រីនាតឃើញថាពិតជាស័ក្តិសិទ្ធិពិតមែនភ្លាមនោះត្រីរ៉ស់ក៏បានចេញមកម្ដងទៀតចេញមកហើយម៉ែអស់ចាន់ណាស់តើអ្នកមានការអីដែរអ្នកចង់បានអាហារមែនទេប៉ិតណាស់សូមប្រទានអាហារឲ្យពួកយើងផងពួកយើងឃ្លានណាស់តើអ្នកចេះសូត្របាលីដែរទេប៉ិតណាស់ហើយមានបាយសម្លច្រើនណាស់ណាម៉ែមែនហើយតែម៉ែបើយើងហូបអស់ចាប់ដល់ថ្ងៃក្រោយត្រីនេះមិនចេញមកយើងមិនដាច់ពោះទៅហើយមិនចឹងទេម៉ែមែនហើយគំនិតកូនម៉ែល្អណាស់ពុំនោះទេណាយើងនឹងចាប់វាយកទៅជាមួយចោះកុំខឹងណាព្រោះយើងមិនដាច់ចិត្តឲ្យឯងទៅឆ្ងាយទេយើងនឹងប្រោះឯងក្នុងពីងក្បែរផ្ទះចោះណាមែនហើយម៉ែកាលណាយើងឃ្លានណាយើងសុំអាហារពីវាតែម្ដងមិនបាច់មកទីនេះទៀតទេចាម្យ៉ាងទៀតនាងនាតក៏គ្មានអ្វីសុំដែរចាំមើលចោះតើវារស់បែបណាបើវាហេវហត់និងគ្មានអីស៊ីនោះ
ម្ដាយកូនទាំង3នាក់បរិភោគអាហារអស់គ្មានសល់ព្រមទាំងយកត្រីរ៉ស់ទៅជាមួយផងដែរនៅផ្ទះលោកស្រីច័ន្ទណានាតអើយនេះគ្នាតទៅណាអញ្ចេះចាំមិញខ្ញុំនៅទីនេះហើយយីអើបាត់ក្បាលទាំងព្រឹកតែម្ដងណែឆាប់ទៅបេះបន្លែមកយើងចង់ហូបសឡប្រហើរថ្នោតឮថាថ្នោតពូឈុយណាស់ផ្លែច្រើនណាស់ឆ្លៀតទៅសុំគាត់ផងចាំមិញក្រោយស្រីនាថចេញផុតកូនទាំងពីរក៏បានចេញមករួចហើយនិយាយថាម៉ែខ្ញុំឃ្លានណាស់ដល់ពេលសុំអាហារត្រីរស់ហើយនៅម៉ែចាំម៉ែឲ្យលឿនឡើងខ្ញុំហេវណាស់ម៉ែដឹងហើយម៉ែគ្រាន់តែចាំឲ្យនឹងគ្នានោះវាទៅបាត់សិនប៉ុណ្ណោះតែឥឡូវណាដល់ពេលហើយមកកូនលោកស្រីច័ន្ទណានិងកូនបានសម្ដៅទៅកាន់ពីងទឹករួចនិយាយទៅកាន់ត្រីរស់ថាត្រីរស់ស័ក្តិសិទ្ធិសូមផ្ដល់អាហារមកឲ្យយើងផងយើងឃ្លានណាស់ពួកអ្នកទាំង3មិនអាចបានអាហារទេព្រោះខ្ញុំគ្មានធម៌ពលអ្វីឡើយចាប់តាំងពីអ្នកយកខ្ញុំចេញពីដៃទន្លេសាបមកម្លេះថាម៉េចចំជាអត់ប្រយោជន៍មែនចាប់ឲ្យយើងយកឯងទៅដាក់ក្នុងទន្លេសាបវិញនោះឯងជួយយើងបានទេលេងអញ្ចឹងទៀតហើយត្រីក្នុងទន្លេមានអាហារគ្រប់គ្រាន់មានចម្រោកអាចរស់រានអាចបន្តពូជនិងផ្ដល់អត្ថប្រយោជន៍ដល់មនុស្សសត្វច្រើនណាស់តែអ្នកបានយកខ្ញុំមកទុកនៅក្នុងពាងបង្អត់អាហារគ្មានសេរីភាពដូច្នេះខ្ញុំមិនអាចជួយអ្នកបានទេបានបើឯងពិតជាមិនអាចជួយបាននោះចាំមើលចោះកូនស្រីយកតាំងតោមកយកឲ្យម៉ែលឿនឡើងមកចាំម៉ែគួរតែស្ងោអាំងឬក៏ចំហុយទៅណោះតែអ្នកចង់ធ្វើអីចំអិនឯងនឹងឲ្យអត្រីរស់ឆាប់ឡើងម៉ែម្ដងនេះឆ្ងាញ់មាត់ហើយចេញអំបិលប្រឡាក់ងៀតតែម្ដងទៅម៉ែលោកស្រីច័ន្ទណានិងកូនបានកាប់ត្រីជាកង់រួចក៏ចំអិនព្រមទាំងបរិភោគអស់គ្មានសល់ជាតិណាស់ជាតិពិតជាជាតិណាស់មែនហើយម៉ែត្រីនេះពិតជាឆ្ងាញ់មែនលោកបានប៉ុន្មានយាមក្រោយស្រាប់តែកូនទាំងពីរចាប់ផ្ដើមចុកពោះជាខ្លាំងម៉ែកូនចុកពោះណាស់ម៉ែអើយចុកណាស់ម៉ែហើយជួយកូនផងកូនឈឺណាស់អើយតើមានរឿងអ្វីទៅកូនចាំម៉ែទៅរកពេទ្យណាកូនទ្រាំសិនទៅដោយសារកូនទាំងពីរចុកពោះផងឈឺដើមទ្រូងផងពួកគេក៏បានក្អួតឈាមស្លាប់ទាំងពីរនាក់តែម្ដងក្នុងគ្រានោះទៅហើយពធកូនម៉ែកុំទៅចោលម៉ែអីណាកូនអ្នកមិញតើមានរឿងអ្វីទេបានជាស្រីមានស្រីមុំដេកសន្លប់បែបនេះគឺឯងនឹងហើយមកពីឯងទៅកូនយើងស្លាប់ឯងងាប់ទៅអើយមិញកុំវាខ្ញុំអីខ្ញុំឈឺណាស់បាត់ហើយមិញបាត់ហើយហេតុអីបានជាយើងតែងតែជួបការប្រត់ប្រាស់យើងមិនបានសុខនាងឯងក៏មិនបានសុខដែរមីគ្នាងាប់ទៅមិញខ្ញុំឈឺណាស់មិញស្រាប់ពេលនោះដែរស្រាប់តែមានអរិយទឹកមួយបានបង្ហាញខ្លួនចេញមកនាងច័ន្ទណាឈប់ធ្វើបាបគេទៀតទៅនាងសាំងបាបច្រើនណាស់តើលោកជាណាឆាប់ចេញទៅកុំមកខ្វល់រឿងគ្រួសារយើងអីនាងដឹងទេយើងជាត្រីរស់ដែលនាងបានសម្លាប់នោះអីនាងពិតជាអាក្រក់ណាស់មិនពិតទេដោយសារនាងបានសាំងអំពើអាក្រក់ចូលនាងទៅកើតជាត្រីអណ្ដែងចុះនេះជាកម្មតាមស្នងរបស់នាងហើយលោកស្រីច័ន្ទណាបានកើតជាត្រីអណ្ដែងហើយថែមទាំងជាត្រីដែលមានរូបរាងអាក្រក់គួរឲ្យខ្ពើមទៀតផងចំណែកឯស្រីនាថវិញជាមនុស្សល្អនាងនឹងបានជួបនឹងមនុស្សល្អចូលនាងយកត្រីអណ្ដែងនេះទៅប្រឡែងក្នុងទឹកចុះនិយាយចប់ភ្លាមអរិយទឹកក៏បានរលាយរូបបាត់ទៅបន្ទាប់ពីខ្ញុំចុកមិញទៅដាក់ក្នុងទឹកខ្ញុំនឹងធ្វើបន្សពឲ្យពួកគេអ្នកមិញកុំបារម្ភអីនៅមាត់ទឹកសុំមិញទៅឲ្យបានសុខចុះណាមិញស្រីនាថបានធ្វើសពកិច្ចការអស់ហើយក៏បានវិលមកវិញដើម្បីរៀបចំបន្សពលុះមួយរយៈក្រោយមកនាងក៏បានចូលព្រៃរកបេះផ្លែឈើស្រស់
គ្រានោះស្រាប់តែនាងបានជួបនឹងព្រះអង្គម្ចាស់មួយអង្គនៅតាមផ្លូវចូលទៅក្នុងព្រៃថ្វាយបង្គំព្រះអង្គម្ចាស់ ល្អហើយតើអ្នកនាងកំពុងទៅណាដែរក្នុងព្រៃស្ងាត់នេះតើអ្នកនាងមិនខ្លាចទេអី អត់ទេពីព្រោះខ្ញុំម្ចាស់ស្គាល់តំបន់នេះច្បាស់ណាស់ព្រះអង្គទៅវិញទេបញ្ចុតផងទីនេះមានសត្វសាហាវច្រើនណាស់ ពិតមែនណាតែយើងមិនខ្លាចទេព្រោះមានអ្នកស្គាល់ផ្លូវហើយ តើជាអ្នកណាគេទៅព្រះពរឃើញថាទ្រង់មានតែអង្គឯងតាព្រះពរ គឺនាងនោះអី ទ្រង់មានបន្ទូលមន្ត្រីទេខ្ញុំម្ចាស់សំលេហើយខ្ញុំម្ចាស់អត់មានពេលជូនទ្រង់នោះទេព្រះពរ តើនាងមានគ្រួសារហើយនៅបើមិនទាន់មានទេតើនាងអាចរៀបការជាមួយយើងបានទេ ជាកតញ្ញូណាស់តែខ្ញុំម្ចាស់ក្រីក្រណាស់មិនមានសំបីតែសម្លៀកបំពាក់ស្អាតបាតតែព្រះអង្គមិនប្រកាន់ទេមែនទេ យើងដឹងថានាងមិនមានអ្វីទេតែយើងជឿថាយើងមើលមនុស្សមិនខុសនោះទេនាងមានកិរិយាថ្លៃថ្នូរណាស់យើងពិតជាចង់បាននាងមកធ្វើជាប្រពន្ធពិតមែន បើទ្រង់មិនប្រកាន់ខ្ញុំម្ចាស់ព្រមចាស់ព្រះពរ ល្អណាស់បងសប្បាយប្រទៃណាស់ពួកយើងនឹងរៀបការជាមួយគ្នានៅក្នុងបរិយាវាំងណាបងសន្យាថានឹងមើលថែម្ចាស់អូនឲ្យបានល្អបំផុត ចាប់តាំងពីពេលនោះមកស្រីនាថក៏លែងរស់នៅលំបាកវេទនាទៀតហើយព្រោះពេលនេះនាងក៏រស់នៅជាមួយព្រះអង្គម្ចាស់សាងសុភមង្គលយ៉ាងសុខសាន្តតរៀងទៅ